សួស្តីអ្នកនរគ្នាវីដេអូនេះគឺខ្ញុំមកបង្ហាញអ្នកនរគ្នាបន្តហើយទៅលើការ configuration សម្រាប់ network នៅក្នុងVMware របស់យើងបន្តដែលយើងនិយាយអំពី Linux ដូចគ្នាអញ្ចឹងក្នុងនេះគឺយើងមានពីរផ្លូវយើងមានgraphic mode មួយទៀតគឺយើង touch សម្រាប់ការយើង config តែម្ដងអូខេអញ្ចឹង graphic mode អ្នកនរគ្នាដឹងហើយ graphic mode គឺវាអាចឲ្យយើងធ្វើដោយយើង select តែម្ដងអ្នកគ្នាដើម្បីចង់ដឹងពី internet នៃខាតរបស់អ្នកគ្នាគ្រាន់វាយថា NMCLID នេះទៅគឺចេញមក NMCLID អូខេចឹងយើងបានឃើញនេះ device របស់យើងឈ្មោះនេះប្រភេទ internet នេះបាន connect ហើយអូខេអញ្ចឹងខ្ញុំចង់ open manager វាហ្មងអត់ត្រូវញញ៉ៃច្រើនទេយើង open manager វាដើម្បី check ជា UI អូខេតម្រងនេះគឺជា UI អ្នកនរ check អញ្ចឹងអូខេចូលសេរីចូល edit មិនហ្នឹងគឺលើអ្នកនរគ្នាគេយើងវាយមកដូរឈ្មោះដូរអីហ្នឹងគឺលើអ្នកនរគ្នាអូខេអញ្ចឹងដូចជាខ្ញុំច្រឡំបិទវាគេវាយម្ដងទៀតទៅនេះវានៅតែដែរទេអូខេយើងអូខេហ្នឹងគឺកន្លែងហ្នឹងបែបហ្នឹងហើយអាចទៅពេទ្យបានធម្មតាហ្នឹងគឺជា UI ខ្ញុំអត់និយាយច្រើនឡើយហ្នឹងទេហើយអ្នកនរគ្នាអាចប្រើបានរបៀបក្នុងការ reset restart អីហ្នឹងសម្រាប់ការប្រើ CNS 7 CNS 8អញ្ចឹងទៅចឹងខ្ញុំវាយសាកទៅឧទាហរណ៍ថាយើងចង់ restart តែនេះស្នើរបស់ខ្ញុំដល់9អីចឹងមកជាអត់វាអត់មានអត់មានnetwork service នេះអូខេចឹងយើងសាក install មកវាមានអត់ install network .switch មានតែមិនបានវាថាអត់មានអូខេវាមានធម្មតាទេនៅក្នុង app stream ទៀតអូខេអញ្ចឹងឥឡូវនេះខ្ញុំបន្តទៅអានេះគ្រាន់តែជា graphic mode អញ្ចឹងឥឡូវនេះខ្ញុំនិយាយអំពី touch mode ម្ដងអញ្ចឹង touch mode អ្នកនរគ្នាវាយ iConfig if config អធិស្ឋានអញ្ចឹង if config នេះមកនេះយើងឃើញទេយើងប្រើទៅលើ IP មួយណា net mask មួយណាអញ្ចឹងអាចមើលចឹងបានអានេះគ្រាន់តែជាការ check ទេហើយឈ្មោះវា ENS ចឹងហើយឥឡូវនេះយើងចាប់ផ្ដើមif config មកយើងជម្រាប check ណាហើយ if config ទៅទេ if configដូចតែឈ្មោះរបស់ខ្ញុំមិន ET0 ហ្នឹងទេយើងវាយ ENS 33 192.168.159.141 net mask វាគឺ255ហ្នឹង .255.255.0 អូខេអញ្ចឹងវាដើរធម្មតាហើយខ្ញុំចង់ if config ទៀតណាអូខេ if config នេះចង់ check ណា if config យើងវាយ ENS 33មកគេយើងឃើញអាហ្នឹងរបៀបក្នុងការ check អូខេឥឡូវយើងបន្តទៅមុខទៀតយើងចាប់ផ្ដើមអាសាញ IP address gateway interface on the fly អូខេអញ្ចឹងយើង if down ណា if down ENS 33 disable specific interface អត់ស្គាល់ទេអាហ្នឹងដូចជាវាស្គាល់ជាមួយនឹង if down ហ្នឹងទេដូចជាគេយើងប្រើ IP link ឯងIP link NS 33 IP link hub អូខេចឹងឥឡូវយើងវាយ
អូជាស្រ័យយើងវាយទៀតមកយើងវាយទៅលើការ assign សម្រាប់ if app ម្ដងមើល ens 33 bash not found ច្បាស់ខ្ញុំ check អានេះតិចដូចជាវាមានដែរអញ្ចឹងយើងអាច check បានធម្មតាអញ្ចឹងនេះយើង assign ឲ្យប៉ុណ្្នឹងហើយអញ្ចឹងយើងអាច disable បានប្រើអានឹងវាអត់ដែរយើងប្រើនេះបាន IP link set ens 33 down មកយើងវាយមកif down IP link set ens 33 down អូចូល disable ហើយយើង enable វាធម្មតាមក IP link set ens 33 app អូវាស្គាល់ខ្ញុំដាក់link មិនមែន link ទេអញ្ចឹងវាយ link មក set s33 app អូខេចឹងនឹងរៀបឲ្យ internet វាឡើងទៅលើចុះក្រោមចឹងអូខេឥឡូវយើងចាប់ដើមចេះ check ទៅលើ IP address យើងវាយ A បើយើងវាយ IP វាយ A ចេះទៅគ្នាទេមកទៀត IP show ens 33ដូចតែគ្នាគ្រាន់តែវាថាបាន app ហើយអត់មាន down ទេសារយើង disable ហើយយើង enable វាវិញអូខេអញ្ចឹងទៅលើចំណុចបន្ទាប់យើងនិយាយអំពី VI ថាយើងចង់ config ទៅលើគេខ្លះសម្រាប់ការសេរីនៅក្នុងហ្នឹងអញ្ចឹងយើងចាប់ដើម VI ទៅលើកន្លែងហ្នឹងអូខេអានេះដូចជាវាមាន VI ច្រើនណាដោយសារតែអានេះគ្រាន់តែជាការបង្ហាញរបស់ខ្ញុំទេអញ្ចឹងអ្នកនរគ្នាអាចយកទៅ check បន្ថែមបានខ្ញុំអត់ចង់បង្ហាញទេដោយសារតែអីនៅក្នុងproject មួយនេះគឺសម្រាប់ project របស់សាលាទេឬមួយក៏project របស់ខ្ញុំទេអញ្ចឹងខ្ញុំខ្លាចប៉ះពាល់ដល់ system ខ្ញុំកំពុងតែខ្ញុំធ្វើ file over cluster load balancing អីហ្នឹងយើងកំពុងតែធ្វើអញ្ចឹងហើយខ្ញុំដើរទៅលើ load balancing អីហ្នឹងជាងអាចសាក់តេស្តទៅចុងហោនៃការបង្ហាញអូខេអញ្ចឹងខ្ញុំតេស្តតិចមកអញ្ចឹងថាខ្ញុំចង់ check ទៅលើ web ដែលខ្ញុំបាន config ហើយអូខេនេះអូខេ web config ហើយអញ្ចឹងតែវា hosting server នៅពេលដែលយើងបានបើកទៅលើ machine របស់យើងតែគាត់ថាវា run នៅលើ local ទេហើយសម្រាប់ web មួយហ្នឹងគឺយើងអាចទៅសេរីបន្ថែមបាន nano មកហើយយើងវាយមក www.html.index.html ឲ្យចង់ផ្លេច file ហើយអូខេហើយយើងអាចទៅសេរីបានតែខ្ញុំចង់សេរីខ្ញុំអាចសេរីពេលក្រោយបានអញ្ចឹងយើងបិទប៉ុណ្ណឹងទៅអូខេអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងអ្នកនរគ្នាអាច check បន្ថែមបានលើមេរៀនមួយហ្នឹងហើយមានសំណួរបន្ថែមយើងអាចធ្លាក់ comment ឲ្យបន្ថែមទៀតបានអត់អីទេអូខេអញ្ចឹងអរគុណច្រើនក្នុងការ check ទៅលើវីដេអូមួយនេះជម្រាបលាសុខសប្បាយទាំងអស់គ្នា